សួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំនាំបងប្អូនទៅបឹងទន្លេសាបបងប្អូនឲ្យតែឮថាបឹងទន្លេសាបកន្លងមកគឺជាប្រធានបទដែលគេនិយាយតែអំពីបញ្ហាបទល្មើសនេសាទបញ្ហាកាប់ព្រានដីព្រៃតែពេលនេះខ្ញុំនាំអារម្មណ៍បងប្អូនមកមើលថាបឹងទន្លេសាបត្រឡប់ទៅកាន់ធម្មជាតិរបស់វាវិញគឺជាជំរកនៃជីវៈចម្រុះទាំងឡាយបងប្អូនឃើញរថយន្តនៅខាងដើមវីដេអូមិនមែនជារថយន្តអ្នកសារព័ត៌មានឬក៏រថយន្តអ្នកធ្វើបទល្មើសនេសាទទេគឺជារថយន្តរបស់ក្រុមទេសចរដែលចូលចិត្តស្ទូចត្រីធ្វើដំណើរដង្ហែក្បួនដែលពួកគាត់មិនមែនមកពីប្រភពតែមួយទេគឺមកពីខេត្តផ្សេងៗដូចជាខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងអ្នកខ្លះរហូតដល់ខេត្តសៀមរាបហើយរួមជាមួយនឹងក្រុមយើងខ្ញុំនេះពីរាជធានីភ្នំពេញដែលជួយចិត្តលេងកីឡាស្ទូចត្រីមកសងសំណាងដោយធ្វើការស្ទូចត្រីជាការហាត់ប្រាណផងនិងជាការលំហែអារម្មណ៍ផងបាទបងប្អូនអរគ្នានៅពេលនេះគឺជាខែកុម្ភៈជាខែដើមរដូវប្រាំងហើយពួកខ្ញុំមកផ្សងព្រេងជាមួយនឹងការស្ទូចត្រីនេសាទដែលជាចំណងចំណូលចិត្តមួយរបស់ខ្ញុំដែរដោយសារការស្ទូចត្រីគឺជាការអត់ធ្មត់ការយកឈ្នះទៅលើភាពខ្ជិលច្រអូសនិងការវឹកហាត់កាយសម្បទាការស្ទូចត្រីគឺយើងទាមទារឲ្យមានការអត់ធ្មត់ប្រៀបដូចជាការសមាធិមួយដែរបងប្អូនដោយសារយើងមានពេលវេលាតិចពួកខ្ញុំងើបនៅម៉ោង1យប់ហើយរៀបចំសម្ភារៈយើងមិនដំអង់យូរទេម៉ោង2យើងវិលកង់ឡានចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ5ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ហើយមិនយូរប្រហែលទេប្រហែលជា2ម៉ោងជាងយើងមកដល់ខេត្តពោធិ៍សាត់យើងធ្វើដំណើរទៅភូមិរាំងទិលដែលជាកំពង់ចម្លងមួយនៅជាប់នឹងបឹងទន្លេសាបភូមិរាំងទិលនេះដែរបងប្អូនគឺនៅជាប់នឹងតំបន់លិចទឹកបឹងទន្លេសាបនៅពេលដែលទឹកឡើងគឺភូមិនេះអង្គិលកាន់តែខៀកទៅខាងដីខេត្តហើយនៅពេលរដូវប្រាំងគេរំកិលភូមិមកកាន់ខាងគៀកទន្លេសាបវិញហើយនៅក្នុងភូមិគាត់មានរៀបចំជាសហគមន៍ជួលទូកដើម្បីដឹកភ្ញៀវទេសចរនេសាទបងប្អូនម៉ោងប្រហែលជា5ព្រឹកភ្ញៀវដែលមកពីខេត្តនានាដូចខ្ញុំរៀបរាប់ខាងដើមវីដេអូហ្នឹងគឺគាត់មកកក់កុញគ្នាហើយសិតតែមានកក់ទូកទុកមុនដើម្បីយកទូកហ្នឹងជិះទៅនេសាទនៅក្នុងតំបន់តាមមាត់បឹងយើងចេញដំណើរពីកន្លែងភូមិរាំងទិលទៅប្រហែលជា1ម៉ោងទៀតបានទៅដល់តំបន់ដែលមានព្រៃលិចទឹកសម្រាប់រៀបចំទូកចតដើម្បីនេសាទបាទជំរាបទៅបងប្អូនជាពិសេសក្មួយចំនួនក្រោយដែរជារៀងរាល់ឆ្នាំរដូវវស្សាប្រែក្លាយអាងទឹកដែលស្ងប់ស្ងាត់នេះទៅជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដ៏សម្បូរបែបធំបំផុតមួយនៅលើពិភពលោកទឹកទន្លេមេគង្គដែលហូរមកពីប្រទេសចិនឆ្លងកាត់ឡាវព្រំដែនថៃបានហូរចាក់មកនាំមកនៅជីវៈចម្រុះនានាចាក់មកចូលនៅក្នុងបឹងទន្លេសាបនេះហើយព្រៃដែលនៅតាមគែមបឹងក្លាយទៅជាពិភពក្រោមទឹកហើយក៏ក្លាយទៅជាជំរកនៃជីវិតជាច្រើននៅក្រោមទឹកនោះត្រីដែលចំណាក់ស្រុកមកពីភាគខាងជើងនៅខ្សែទឹកខាងលើបានមកបង្កដំណើរនៅក្នុងព្រៃលិចទឹកតាមបឹងទន្លេសាបនេះហើយនៅរដូវប្រាំងទឹកទន្លេសាបក៏ហូរចេញទៅខ្សែទឹកខាងក្រោមទៅកាន់ប្រទេសវៀតណាមបានបន្សល់នៅត្រីដែលរីកចម្រើនលូតលាស់មួយរដូវវស្សានេះនៅក្នុងបឹងទន្លេសាបជាច្រើនហើយបក្សីដែលនៅតាមជុំវិញនេះក៏ជាជំរកមួយដែរដោយសារបក្សីគឺអាស្រ័យផលទៅលើការចាប់ត្រីចំណែកប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជានៅតាមជុំវិញបឹងទន្លេសាបក៏គាត់អាស្រ័យផលទៅលើការនេសាទផងដែរបាទខ្ញុំសូមកោតសរសើរដល់ការប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសក៏ដូចជាការជួយខិតខំអភិរក្សហើយក៏សូមកោតសរសើរដល់ប្រជាពលរដ្ឋអាស្រ័យផលតាមជុំវិញបឹងទន្លេសាបដែលចូលរួមសហការអនុវត្តទៅតាមបទបញ្ជាដើម្បីរក្សាធនធានធម្មជាតិមួយនេះឲ្យកាន់តែមានភាពថិតថេរបងប្អូនអរគ្នាទន្លេសាបមិនត្រឹមតែជាបឹងទេប៉ុន្តែជាព្រលឹងរស់របស់កម្ពុជាសូមចូលរួមថែរក្សានិងលើកស្ទួយទេសចរក្នុងស្រុករបស់យើងគ្រប់រូបភាពសូមជម្រាបលា